គេមើលប្រពន្ធស្អាតដោយសារសមត្ថភាពប្តីដៃគូមនុស្សស្រីហើយមនុស្សប្រុសពេលដែលឃើញមនុស្សស្រីនឹងស្អាតចាប់ផ្ដើមភ្លឺពីខាងក្នុងស្អីក៏មានប្រើប្រហែលជាគាត់មានដៃគូមនុស្សប្រុសណាម្នាក់ដែលយកចិត្តទុកដាក់លើគាត់អញ្ចឹងបងឲ្យតម្លៃថាបើមនុស្សស្រីហ្នឹងគាត់កាន់តែចែងចាំងហើយមនុស្សប្រុសគ្រប់គ្នាចង់បានណាហ្នឹងហើយសមត្ថភាពមនុស្សប្រុសបងគិតថាហ្នឹងជាតួនាទីរបស់មនុស្សធំមែនតើធ្វើមិនក៏ដោយឲ្យគាត់ស្អាតជាងគេឲ្យគាត់លយដាច់គេឲ្យគាត់ unique ជាងគេខ្ញុំគិតថាមានស្តង់ដារអញ្ចឹងល្អជាងអត់មានស្តង់ដារតែប៉ិតបងអត់បានកំណត់ទេប៉ុន្តែពេលដែលយើងជាមនុស្សស្រីម្នាក់ដែលបើបងនិយាយបកទៅវាដូចចូល business ទៀតដូច KPI អញ្ចឹងពេលដែលមនុស្សស្រីកាន់តែចង់បានណាយើង put pressure ឲ្យមនុស្សប្រុសហើយមនុស្សប្រុសហ្នឹងគាត់កាន់តែអភិវឌ្ឍខ្លួនឯងជាងមុនតែបើសិនជាបងជាមនុស្សស្រីដែលមានស្តង់ដារមនុស្សប្រុសហ្នឹងអត់សូវខំប្រឹងទេអញ្ចឹងមានន័យថាបើសិនជាមនុស្សប្រុសហ្នឹងអត់សូវខំប្រឹងអាហ្នឹងប្រហែលជាមនុស្សប្រុសត្រូវរកមនុស្សស្រីណាដែលមានស្តង់ដារជាងហ្នឹងព្រោះបើសិនគាត់ចង់អភិវឌ្ឍខ្លួនឯងទៅរកមនុស្សស្រីដែលមានស្តង់ដារហើយគាត់អភិវឌ្ឍខ្លួនដូចគ្នាឬក៏គាត់ខ្សោយគាត់ទៅរកអ្នកអត់មានស្តង់ដារចាអាហ្នឹងតាមសមត្ថភាពហ្នឹងហើយបាទហ្នឹងហើយតែខ្ញុំគិតថាស្តង់ដារល្អបងការពារខ្លួនបាទហ្នឹងហើយបាទបង appreciate គាត់បងអត់គិតថាហ្នឹងជា bare minimum ទេតែបង appreciate តែពេលដែលឱកាសពិសេសដែលគាត់ទិញឲ្យឯងតែបើគាត់ទិញឲ្យបងខុសឱកាសពិសេសក៏បងតែងតែប្រាប់គាត់វិញដែរថាថ្ងៃខ្លះអត់គួរចាយអត់គួរទិញទេប៉ុន្តែថ្ងៃពិសេសត្រូវតែមានថ្ងៃពិសេសដូចជាអីខ្លះបនក្តីស្រឡាញ់ឧទាហរណ៍មនុស្សស្រីតែងតែ expect ថាត្រូវតែបានកាដូបើអត់បានកាដូវាអត់សមវាអត់ដូចគេអញ្ចឹងមនុស្សជុំវិញពិភពលោកគេបានកាដូហើយយើងអត់បានមិនហើយបង appreciate ពេលដែលគាត់យល់ពីគ្រប់ occasion ឱកាសបនមួយហើយគាត់យល់ថាបនមួយហ្នឹងជាបនអីជាបនសម្រាប់អីអញ្ចឹងពេលដែលគាត់ធ្វើរឿងហ្នឹងត្រូវបនហ្នឹងពីមួយឆ្នាំទៅមួយឆ្នាំមកដែរខកខានបងគាត់ថាអាហ្នឹងជាការគិតមួយរបស់មនុស្សប្រុសដែលយកចិត្តទុកដាក់បំផុតណាព្រោះមនុស្សប្រុសដែលយកចិត្តទុកដាក់អត់ដែរភ្លេចរឿងហ្នឹងឯងទោះបីជាគាត់រៀបការមួយគ្នាក៏ដោយបាទគាត់ត្រូវតែធ្វើដែរបាទតែបើសិនគាត់ហ៊ាននិយាយថាចេះបងជពាក់សិនណាបងរៀងខ្វះខាតលុយបុគ្គលិករបស់បង2 3នាក់ពេលដែលគាត់អត់បច្ចេកគាត់មានប្រាក់ខែត្រូវទេតែពេលដែលបច្ចេកចាប់ដើមច្រើនជាធម្មតាមនុស្ស expect លុយច្រើនទេពេលអត់ទាន់ level អត់សូវអីទេណាប្រាក់ខែអត់សូវអីទេតែដល់ពេលចាប់ដើម level ច្រើនគាត់ចាប់ដើមគិតថាចេះមេអញបានបច្ចេកច្រើនលុយច្រើនណាអញគួរបានដែរគាត់សុំជួបបងភ្លាមថាបងសុំជួបតិចបានអត់បងខ្ញុំធ្វើការហ្នឹងអាចឡើងប្រាក់ខែខ្ញុំបានប៉ុណ្ណេះអស់អានេះខ្ញុំសួរគេខាងក្រៅទៅប្រាក់ខែ position ហ្នឹងគួរតែបានប៉ុណ្នេះអីដែលបងតបទៅគាត់បងថា be patient តិចស្ដាប់បងសិនកុំឲ្យចង់បានអីលឿនពេកស្ដាប់បងហើយយល់ពីបងការងារការធ្វើការអភិវឌ្ឍជំនាញបានប៉ុណ្ណាហើយចេះបានប៉ុណ្ណាហើយរៀនពី client បានប៉ុណ្ណាហើយរៀនពីបងបានប៉ុណ្ណាហើយតើលុយនឹងពិតជាសំខាន់សម្រាប់យើងមែនអត់ឬក៏ទុកពេលឲ្យបងបន្តិចដើម្បីបងអភិវឌ្ឍក្រុមហ៊ុននឹងទៅមុខដើម្បីឲ្យគ្នាយើងបានចំណូលខ្ពស់ដូចគ្នាជាធម្មតាបុគ្គលិក expect ថាបើសិនជាមេចាប់បានរកលុយបានច្រើនមិនបានមេអត់ចែកអញតែគាត់អត់បានដឹងថាមេឬក៏ជាម៉ែឪមួយនៅក្នុងក្រុមហ៊ុនគាត់ចំណាយទៅលើអីខ្លះទេចំណាយទៅលើការជួលចំណាយទៅលើ equipment ចំណាយទៅលើបុគ្គលិកមិនមែនម្នាក់ពីរនាក់ឯងច្រើនអ្នកខែខ្លះក៏អត់មាន client យើង